លោកពូទីនត្រៀមប្រកាសកាត់យកទឹកដីអ៊ុយក្រែនស្រាប់តែមីស៊ីលហើយម៉ាស់របស់អាមេរិកហោះទៅវូស្លាប់ប្រមុខចារកម្មរុស្ស៊ីម្នាក់បាត់សារព័ត៌មាន The Sun របស់ចក្រភពអង់គ្លេសចុះផ្សាយនៅថ្ងៃទី1តុលានេះថាលោកប្រធានាធិបតីរុស្ស៊ីរងការវាយប្រហារមួយទៀតហើយបន្ទាប់ពីប្រមុខចារកម្មរបស់ខ្លួនត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីលអ៊ុយក្រែនវរៈសេនីយ៍ឯក Alexei Katerinichev ត្រូវបានបំផ្ទុះនៅក្នុងការវាយប្រហារចំគោលដៅនៅថ្ងៃនេះប៉ុន្មានម៉ោងមុនពេលលោកពូទីនបានថ្លែងសន្ទរកថាជាផ្លូវការដោយប្រកាសតំបន់ចំនួន4នៅក្នុងអ៊ុយក្រែនជារបស់រុស្ស៊ីលោក Katerinichev ដែលជាអនុប្រធានកងកម្លាំងកាន់កាប់របស់រុស្ស៊ីនៅក្នុងតំបន់ Kherson ដែលជាតំបន់មួយក្នុងចំណោមតំបន់ទាំង4ដែលត្រូវបានបញ្ចូលដោយលោកពូទីនត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកម្មជ្រួច HIMARS ដែលផលិតដោយសហរដ្ឋអាមេរិកប្រភពមួយបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីថាគ្រាប់រ៉ុកែត HIMARS ពីរគ្រាប់បានវាយប្រហារបំផ្ទុះផ្ទះរបស់គាត់ដែលរស់នៅលោក Katerinichev នៅកណ្ដាលទីក្រុង Kherson នៅពេលដែលគាត់ត្រូវបានវាយប្រហារការស្លាប់របស់គាត់គឺជាការវាយប្រហារដ៏ធំមួយចំពោះកងកម្លាំងកាន់កាប់ហើយចោទជាសំណួរអំពីការគ្រប់គ្រងរបស់ទីក្រុងម៉ូស្គូលើតំបន់ដែលខ្លួនអាងថាឥឡូវនេះជាផ្នែកមួយនៃរុស្ស៊ីតើជារបស់រុស្ស៊ីមិនបើមីស៊ីលហោះទៅវាយប្រហារសម្លាប់មេបញ្ជាការយ៉ាងដូចនេះលោក Katerinichev គឺជាជើងចាស់ដែលបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មជាង20ដងមកហើយបានបម្រើការផងដែរក្នុងឆ្មាំព្រំដែនរុស្ស៊ីផ្នែកនៃ FSB និងកងកម្លាំងសង្គ្រោះបន្ទាន់របស់ប្រទេសនេះវាកាលឡើងចំពេលដែលមានសេចក្តីរាយការណ៍ថាលោក Alexei Nagin មេបញ្ជាការក្រុមភេរវកម្មដ៏ល្បី Wagner Group ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនយោងតាមសេចក្តីរាយការណ៍បានដឹងថាបរិសអាយុ41ឆ្នាំរំនេះត្រូវបានគេប្រទះឃើញស្លាប់នៅក្បែរទីក្រុងបាក់មុតកាលពីថ្ងៃទី20កញ្ញាសហគមន៍ស៊ើបការអន្តរជាតិ Inform Napalm បានបង្ហោះនៅលើបណ្ដាញ Telegram ថាលោក Nagin ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីបម្រើក្នុងប្រតិបត្តិការយោធានៅ Chechnya, Georgia, Syria និង Libya ការស្លាប់របស់ Katerinichev បានកើតឡើងភ្លាមមុនពេលលោកពូទីនបានប្រកាសតំបន់ចំនួន4របស់អ៊ុយក្រែនជាផ្នែកនៃទឹកដីរុស្ស៊ីក្នុងការដណ្ដើមយកទឹកដីដ៏ធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី2មេដឹកនាំផ្ដាច់ការរុស្ស៊ីបានរៀបចំពិធីចុះហត្ថលេខាដ៏ធំមួយនៅវិមាន Kremlin កាលពីថ្ងៃទី30កញ្ញាម្សិលមិញដើម្បីស្វាគមន៍តំបន់ចំនួន4នៃអ៊ុយក្រែនដែលត្រូវបានលួចទៅរុស្ស៊ីខណៈដែលសង្គ្រាមរយៈពេល7ខែរបស់គាត់បានឈានចូលដំណាក់កាលថ្មីដ៏គួរឲ្យព្រឺព្រួចលោកពូទីនបានចុះហត្ថលេខាជាផ្លូវការលើក្រឹត្យដែលប្រកាសទីក្រុង Luhansk ទីក្រុង Donetsk Kherson និង Zaporizhzhia ជាទឹកដីរបស់រុស្ស៊ីបន្ទាប់ពីការបោះឆ្នោតប្រជាមតិคล้ายៗជាបន្តបន្ទាប់តំបន់ទាំង4ដែលរុស្ស៊ីបានកាត់យកនោះមានផ្ទៃក្រឡាប្រហែល 90,000 គីឡូម៉ែត្រការ៉េឬប្រហែល 15% នៃផ្ទៃដីអ៊ុយក្រែនឬក៏ពាក់កណ្ដាលនៃផ្ទៃដីស្រុកខ្មែរផ្ទាំងប៉ាណូទូទាំងទីក្រុងមូស្គូប្រកាសថា Donetsk Luhansk Zaporizhzhia Kherson ប្រទេសរុស្ស៊ីទង្វើដ៏ខឹងសម្បាពីលោកពូទីនបានបង្កើនការភ័យខ្លាចថាគាត់អាចធ្វើការវាយប្រហារដោយអាវុធនុយក្លេអ៊ែរដើម្បីការពារអ្វីដែលគេហៅថាទឹកដីរបស់គាត់នៅពេលដែលកងកម្លាំងយោធាអ៊ុយក្រែនដ៏កាច់សាហាវបានរុញកងទ័ពរបស់គាត់ត្រឡប់ទៅភាគឦសាននៃប្រទេសវិញនោះមានការព្រួយបារម្ភថាលោកពូទីននឹងព្យាយាមកែប្រែការលុកលាយតាមផ្លេចបន្ទោថាជាការវាយប្រហារលើអធិបតេយ្យភាពរុស្ស៊ីលោកព្រមានថារុស្ស៊ីបានត្រៀមខ្លួនប្រើគ្រប់មធ្យោបាយដើម្បីប្រឆាំងនឹងការគំរាមកំហែងដ៏មានសក្តានុពលលើទឹកដីរបស់ខ្លួនវិមាន Kremlin និយាយថាការវាយប្រហារណាមួយលើផ្នែកដែលបានបញ្ចូលនៃអ៊ុយក្រែននឹងត្រូវបានចាត់ទុកថាជាការវាយប្រហារលើទឹកដីរុស្ស៊ីហើយកងទ័ពរបស់គាត់នឹងប្រយុទ្ធដើម្បីដណ្ដើមយកតំបន់ Donbas ភាគខាងកើតទាំងមូលយ៉ាងនេះក្តីកងទ័ពអ៊ុយក្រែននៅតែកំពុងបន្តវិលសម្រុកចូលទីក្រុង Luhansk ដដែលលោកJoe Biden គំរាមប្រើថោកក្តៅប្រសិនបើលោកពូទីនហ៊ានប្រើនុយក្លេអ៊ែរបើហ៊ានប្រើនុយក្លេអ៊ែរមែនរុស្ស៊ីនឹងត្រូវបានអាមេរិកដាក់ទ័ពដោយអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានជោគជ័យរបស់អ៊ុយក្រែនហ្នឹងត្រូវបានសម្រេចបានដោយកត្តា4បាទកត្តា4ដែលធ្វើឲ្យអ៊ុយក្រែនជោគជ័យណាកត្តាទី1គឺកត្តា leadership មេដឹកនាំណាកត្តាទី2គឺកត្តា moral ស្មារតីប្រយុទ្ធរបស់ជនជាតិអ៊ុយក្រែនកត្តាទី3គឺជាកត្តាសមត្ថភាពរបស់ជនជាតិអ៊ុយក្រែនឬក៏ទាហានអ៊ុយក្រែនតែម្ដងរីឯកត្តាទី4គឺជំនួយអន្តរជាតិជំនួយពីបរទេសទៅដល់អ៊ុយក្រែនហើយគាត់បាននិយាយថា
ក្រុមអ្នកធ្វើអត្ថាធិប្បាយនានានឹងបានផ្ដោតសំខាន់ខ្លាំងទៅលើកត្តាចុងក្រោយនេះគឺបានន័យថាទៅលើកត្តាជំនួយបរទេសថាជារឿងដែលជោគជ័យបាទរបស់អ៊ុយក្រែនដោយភ្លេចកត្តា3ទៀតគឺកត្តាថ្នាក់ដឹកនាំកត្តាស្មារតីប្រយុទ្ធនិងសមត្ថភាពរបស់ជនជាតិអ៊ុយក្រែនបាទគាត់ថាវិជាការពិតណាវិជាការពិតថាអាវុធរបស់ប្រចាំប្រទេសការស៊ើបការសម្ងាត់ដែលប្រចាំប្រទេសចែករំលែកនិងជំនួយសេដ្ឋកិច្ចបាទនឹងជំនួយសេដ្ឋកិច្ច economic aid នឹងជំនួយសេដ្ឋកិច្ចដែលផ្ដល់ដោយសហរដ្ឋអាមេរិកនិងអឺរ៉ុបហ្នឹងគឺវាមានលក្ខណៈសំខាន់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែនមកជាការពិតនឹងជារឿងដែលមិនអាចប្រកែកបានបើសិនជាគ្មានការជួយដ៏ធំដុំ substantial help គឺមានន័យថាការជួយដ៏ធំដុំពីមិត្តភ័ក្តិដូចជាមិត្តភ័ក្តិជាច្រើនទេគឺអ៊ុយក្រែននឹងមិនអាចបានសម្រេចបានជោគជ័យដោយពេលបច្ចុប្បន្ននេះទេបាទហើយក៏វាជាការពិតផងដែរគេថា it is equally true ហើយវាជាការពិតស្មើគ្នាផងដែរថាជំនួយបរទេសនេះក៏វានឹងបានផលតិចតួចបើសិនជាអ៊ុយក្រែនគ្មានស្មារតីគ្មានចំណងឬសមត្ថភាពនៅក្នុងការប្រយុទ្ធបាទអញ្ចឹងបានវាស្មើគ្នាជំនួយវាសំខាន់មួយទៀតគឺកត្តារបស់អ៊ុយក្រែនខ្លួនឯងបើយើងអាចកត្តាអ្វីដែលអាចធ្វើឲ្យមានការខុសប្លែកគ្នានៅក្នុងចំនួននេះពីបរាជ័យរបស់សហរដ្ឋអាមេរិកក្នុងពេលកន្លងមកដូចជាករណីនៅអ៊ីរ៉ាក់និងនៅអាហ្វហ្គានីស្ថានហ្នឹងណាគឺមិនមែនជាជំនួយពីខាងក្រៅដែលផ្ដល់ជូននោះទេប៉ុន្តែគឺកត្តាផ្ទៃក្នុងកត្តានៅថ្នាក់មូលដ្ឋានទេដែលអនុញ្ញាតឲ្យជំនួយហ្នឹងត្រូវបានប្រើប្រាស់ប្រកបទៅដោយប្រសិទ្ធភាពបាទខ្ញុំសូមបញ្ជាក់កន្លែងនេះបន្តិចបើកវងចោលបន្តិចឃើញទេអ្នកបរទេសគេសរសេរមិនបរទេសថាគាត់ជឿជាអាមេរិកដែរគាត់សរសេរគេមិនខ្លាចនៅក្នុងការហៅថាអាមេរិកបរាជ័យនៅក្នុងប្រទេសអ៊ីរ៉ាក់ឬក៏អាហ្វហ្គានីស្ថាននេះពាក្យ fiasco ហ្នឹងបាទ fiasco ហ្នឹងគឺខ្លាំងជាង failure ទៀត failure ហ្នឹងគឺបរាជ័យដល់ពេល fiasco ហ្នឹងអានោះបរាជ័យដល់កហ្មងបរាជ័យដល់កពូលហ្មងឃើញទេវាជារឿងពិតពីព្រោះអាមេរិកបរាជ័យនៅកន្លែងហ្នឹងមិនមែនជាជ័យជំនះទេអញ្ចឹងហើយបានអ្នកជំនាញគេប្រើពាក្យអញ្ចឹងបានហើយបានដូចខ្ញុំតែនិយាយរាល់ដងថានេះជាទស្សនៈរបស់មនុស្សម្នាក់មែនក៏ប៉ុន្តែភាគច្រើនអ្នកដែលសរសេរឲ្យអត្ថបទដូចជា foreign affair ដែលខ្ញុំចូលចិត្តអាន foreign policy ដែលខ្ញុំចូលចិត្តអានហ្នឹងពួកគាត់មានសេរីភាពនៅក្នុងការសរសេរដោយមិនលើកដៃលើកជើងដើម្បីយកបនយោសាយទេហើយគំនិតដែលគាត់សរសេរហ្នឹងគឺអ្នកនយោបាយគេតែងតែយកទៅមើលយកទៅពិចារណាអូខេបាទសូមបិទវងកញ្ចក់មកវិញបន្តទៅទៀតដោយដែលគាត់បានសរសេរបន្តថាដោយដែលពេលដែលក្រុមតាលីបានហ្នឹងមកដល់ទីក្រុងចិត្តដល់ទីក្រុងកាបូលនៅខែសីហាឆ្នាំ2021ជាឧទាហរណ៍អញ្ចឹងគឺប្រធានាធិបតីអាហ្វហ្គានីស្ថានលោកអាស្រាហ្វហ្គានីហ្នឹង hastily fled the country បាទរត់ចេញពីប្រទេសហ្នឹងយ៉ាងរហ័សបាទយ៉ាងលឿនតែម្ដងដាក់សាប៊ូរត់ចេញពីប្រទេសមកដោយធ្វើឲ្យមានការដួលរលំរបបរបស់គាត់ហ្នឹងហើយទាហានរបស់រដ្ឋាភិបាលហ្នឹងបាទរត់ដកថយបរាជ័យយ៉ាងផាសក្រញាំទៅហើយឥឡូវហ្នឹងលោកអាស្រាហ្វហ្គានីហ្នឹងអតីតប្រធានាធិបតីអាហ្វហ្គានីស្ថានហ្នឹងកំពុងរស់នៅដោយរំភើយផាត់ណាដោយងាយស្រួលដោយរំភើយនៅប្រទេសអារ៉ាប់រួមខណៈដែលពលរដ្ឋរបស់គាត់រងគ្រោះ6ខែក្រោយមកទៀតបាទ6ខែក្រោយមកទៀតគឺបានន័យថាពីខែសីហាឆ្នាំ2021រហូតដល់ខែ2ឆ្នាំ2022ណាហ្នឹងចង់និយាយថា6ខែមកក្រោយទៀតគឺកងកម្លាំងរុស្ស៊ីបានចូលមកដល់ទីក្រុងគៀវដែរបាទពេលហ្នឹងរុស្ស៊ីគាត់បានដៃគាត់ជិតអាកាសដែរប៉ុន្តែសភាពការខុសគ្នាគឺយ៉ាងម៉េចប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏ត្រូវបានគេផ្ដល់ជំរឿសដូចនឹងដែរគឺជំរឿសឲ្យរត់ចេញពីប្រទេសដែរក៏ប៉ុន្តែអ្វីដែលលោក Zelensky ធ្វើគឺគាត់ជ្រើសរើសស្នាក់នៅក្នុងប្រទេសដោយនិយាយថាសមរភូមិនៅទីនេះការប្រយុទ្ធគ្នានៅទីនេះខ្ញុំត្រូវការក្របរំសេវមិនមែនត្រូវការជិះយន្តហោះរត់គេចខ្លួនទេបាទឃើញទេចម្លើយខុសគ្នារវាងលោកអាស្រាហ្វហ្គានីហើយនិងលោក Volodymyr Zelensky ចឹងបានអ្នកស្រាវជ្រាវគាត់និយាយថាសេចក្តីក្លាហាននិងភាពមានះរបស់លោក Zelensky ហ្នឹងបានបំផុសទឹកចិត្តជំរុញទឹកចិត្តទៅដល់ពលរដ្ឋអ៊ុយក្រែនខ្លួនឯងផងដែរពីព្រោះមេនៅហើយមេរត់ចោលណាមេខំស្មៅហើយក៏ដូចជាបំផុសទឹកចិត្តទៅដល់ពិភពលោកផងដែរបាទចាប់តាំងពីពេលនោះមកការដឹកនាំផ្ទាល់ខ្លួនរបស់គាត់ហើយនឹងសន្ទរកថាពេលយប់ដល់ក្បោះក្បាយរបស់គាត់បានចាក់ឫសសម្រាប់ការធ្វើការតស៊ូនឹងទៅវិញបាទដោយដែលខ្ញុំធ្លាប់បានប្រាប់ហ្នឹងគឺជារៀងរាល់យប់មុននឹងចូលគេងគឺប្រជាពលរដ្ឋតែងតែស្ដាប់
សន្ទរកថាតាម Facebook តាមអីហ្នឹងតាមបណ្ដាញសង្គមរបស់លោក Zelensky គាត់ថ្លែងជារៀងរាល់យប់អាប់ដេតធ្វើបច្ចុប្បន្នភាពស្ថានភាពសមរភូមិនិងការបញ្ញាចិត្តអីហ្នឹងទៅដល់ប្រជាពលរដ្ឋដើម្បីឲ្យដឹងទាំងអស់គ្នាលោកដល់មានអ្នកខ្លះថាមិនបានស្ដាប់គាត់គឺមិនចូលគេងមិនព្រមចូលគេងទេបាទរីឯពលរដ្ឋអ៊ុយក្រែនខ្លួនឯងនោះជាទូទៅវិញបាទក្នុងពេលនោះដែរក៏បានឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីហ្នឹងដោយស្មារតីស្នេហាជាតិហ្នឹងកាន់តែខ្ពស់ជាងមុនហើយនឹងបាទការតស៊ូបាទប្រឹងប្រែងខ្លាំងជាងមុនផងដែរធ្វើយ៉ាងម៉េចគឺពលរដ្ឋសាមញ្ញរបស់អ៊ុយក្រែនហ្នឹងធ្វើអ្វីក៏ដោយតាមដែលគេអាចធ្វើបានដើម្បីវាយតបទៅវិញបាទគឺប្រយុទ្ធដូចក្នុងបើវងចោតតិចដូចបងប្អូនខ្លះធ្លាប់ឃើញនៅក្នុងសមរភូមិមួយនៅតំបន់ភាគខាងលិចប្រទេសអ៊ុយក្រែនខ្ញុំបានធ្លាប់បង្ហាញម្ដងហើយគឺពួកលបួងរុស្ស៊ីឲ្យចូលក្នុងអន្ទាក់ប្រជាពលរដ្ឋហ្នឹងហើយបាញ់ទៅវិញទៅរុស្ស៊ីរត់ចោលរកក៏មានដែរបាទគឺប្រយុទ្ធតវិញតាមអ្វីដែលគេអាចធ្វើបានដោយជួយរំខានហើយនឹងទប់ស្កាត់នៅការជំរុញទៅមុខរបស់រុស្ស៊ីពេលដែលសម្ដៅទៅរករដ្ឋធានីគៀវហើយពួកគេក៏បានផ្ដល់នៅបាទប្រភពព័ត៌មានស៊ើបការសម្ងាត់នឹងភ្លាមដោយមិនចប់តែម្ដងដល់ទាហានរបស់អ៊ុយក្រែនគឺបានន័យថាឃើញដល់ណាគេថតរូបគេបង្ហោះគេ live គេអីទៅឃើញតែម្ដងបើឃើញតែអញ្ចឹងទៅទាហានយកព័ត៌មានហ្នឹងមកដឹងថាអូរុស្ស៊ីមានក្របប្រមាណមានតបប្រមាណមកដល់ចំណុចណាអីគឺ live ឲ្យឃើញឬក៏ថតបង្ហោះអញ្ចឹងទៅប្រជាពលរដ្ឋគេធ្វើអញ្ចឹងទាហានក៏ដឹងក៏ហ្នឹងជាផ្នែកមួយនៃការផ្ដល់ព័ត៌មានផងដែរហើយពួកគេហ្នឹងក៏បានរំខានទៅដល់ការគ្រប់គ្រងរបស់រុស្ស៊ីនៅតំបន់ដែលគេវាយកបានហ្នឹងបាទពួកគេបានរក្សានៅការបដិញ្ញាចិត្តបើទោះបីជារងគ្រោះបាទឈឺចាប់យ៉ាងធំធេងនិងមានអ្នកស្លាប់ច្រើនហើយនឹងបាទត្រូវបានគេដកយកសិទ្ធិក៏ដោយគឺពួកគេវិបកតបទៅវិញជាជាងអោនក្បាលគោរពរុស្ស៊ីឬក៏ទទួលយកនឹងការឈឺចាប់បាទដោយខិតខំប្រឹងប្រែងក្នុងគណៈពេលដែលរុស្ស៊ីព្យាយាមបាទវាប្រហារទៅលើគោលដៅជនស៊ីវិលបាទជនស៊ីវិលនឹងក៏រងការវាប្រហាររុស្ស៊ីពីរុស្ស៊ីហើយពលរដ្ឋនឹងក៏បាទខិតខំតស៊ូខំស្មៅវាតវិញហើយរីឯកងកម្លាំងរបស់អ៊ុយក្រែនខ្លួនឯងហ្នឹងបាទខិតខំតស៊ូបាទនៅក្នុងការងាររបស់គេដោយមានការបដិញ្ញាចិត្តខ្ពស់បាទការបដិញ្ញាចិត្តខ្លាំងគឺពួកគេរត់ឆ្ពោះចូលទៅក្នុងសមរភូមិប្រយុទ្ធជាជាងរត់ចោលសមរភូមិបាទពួកគេបានធ្វើការងារបានខ្លាំងប្រកបដោយសេចក្តីក្លាហាននិងការលះបង់បាទគឺបានន័យថាការលះបង់របស់គេខ្លាំងណាស់ហើយអ្នកនិពន្ធគាត់បើកមុខកញ្ចក់ឲ្យយើងយល់គឺគាត់ថាកាលណាប្រយុទ្ធដើម្បីសងសឹកនឹងការស្លាប់បាត់បង់ឪពុកឬក៏ប្រយុទ្ធដើម្បីទៅរំដោះម្ដាយគឺម្នាក់មានស្មារតីប្រយុទ្ធខ្លាំងហើយអញ្ចឹងកន្លែងនេះខ្ញុំសូមបើកមុខកញ្ចក់បន្ថែមទៀតដែរបាទតាំងពីពេលមុនមកអ្នកដែលណាធ្លាប់តាមការចែករំលែករបស់ខ្ញុំបានដឹងហើយគឺអ៊ុយក្រែនគាត់មានគំនិតមួយគាត់ថាគាត់សុខចិត្តធ្វើជាអ្នកថាទាហានឆ្លបតស៊ូសកម្មភាពឆ្លបសកម្មភាពតស៊ូនៅលើដីរបស់ខ្លួនឯងពេលមិនទាន់បរាជ័យជាជាងរត់ចូលព្រៃហើយបានកាន់អាវុធមកវាយវិញខណៈដែលរុស្ស៊ីគ្រប់គ្រងទីក្រុងយល់កន្លែងហ្នឹងចង់ន័យថាគាត់ចាត់ទុកខ្លួនគាត់ដូចថាឥឡូវនេះធ្វើការតស៊ូតព្រៃតែម្ដងតព្រៃគឺតស៊ូពីក្នុងក្រុងធ្វើសកម្មភាពតព្រៃពីក្នុងក្រុងទៅវិញដើម្បីកុំឲ្យរុស្ស៊ីមកកាន់កាប់ទីក្រុងបានជាជាងរត់ចោលក្រុងហើយបានទៅកាន់កំភ្លើងដេកក្នុងព្រៃតស៊ូដើម្បីរំដោះក្រុងវិញអាហ្នឹងវាចំហួសពេលវិញចឹងបាទស្មារតីរបស់អ៊ុយក្រែនពីមុនមកដែលខ្ញុំធ្លាប់ចែករំលែកគឺអញ្ចឹងហើយអ្នកនិពន្ធគាត់ប្រើពាក្យហ្នឹងគឺថាគាត់តស៊ូសងសឹកនឹងអ្វីដែលបានធ្វើចំពោះឪពុកហើយនឹងជួយរំដោះម្ដាយគឺតែតែមានស្មារតីខ្លាំងជាងហើយបាទទឹកចិត្តបាទចំណងរបស់ទាហានអ៊ុយក្រែនហ្នឹងហើយនឹងការប្រយុទ្ធបានល្អនៅសមរភូមិរបស់គេហ្នឹងបាទគឺអ៊ុយក្រែនបានប្រើប្រាស់នៅជំនាញប្រយុទ្ធហ្នឹងដែលមានលក្ខណៈវាងវៃហើយមានការសហការគ្នាបាទហើយរួមទាំងជាមួយនឹងការប្រើប្រាស់នៅប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជាមាន drone ហើយនឹងអាវុធបាទទំនើបជាដើមហ្នឹងគឺអ៊ុយក្រែនប្រើប្រាស់អាវុធទាំងអស់នោះដែលជាជំនួយរបស់បរទេសដូច្នេះកម្លាំងរបស់គេបាទបានបង្ហាញនៅការច្នៃប្រឌិតបាទហើយនឹងគំនិតព្រួយផ្ដើមក្នុងការប្រយុទ្ធហ្នឹងគឺតាំងពីក្រោមរហូតដល់លើ bottom up គឺបានន័យថាតាំងពីថ្នាក់កូនទាហានរហូតដល់ថ្នាក់មេបញ្ជាការលើហ្នឹងគឺម្នាក់មានគំនិតច្នៃប្រឌិតនៅក្នុងការដឹកនាំប្រយុទ្ធ
នឹងការប្រយុទ្ធដោយខ្លួនឯងនឹងតែម្ដងបាទគឺពួកគេរៀនសូត្រហើយនឹងសម្របទៅតាមស្ថានភាពគ្រប់កន្លែងទាំងអស់នៅក្នុងចំនួនហ្នឹងគឺហើយជាធម្មតា consistently staying steps ahead of their enemy គឺបានន័យថាដើរមុនល្បិចខ្ពស់ជាងសត្រូវទៅទៀតបាទដើរមុនសត្រូវមួយជំហានពីរជំហានជានិច្ចតែម្ដងបាទតម្រាំតែសត្រូវដឹងគឺអ៊ុយក្រែនបានធ្វើសកម្មភាពហ្នឹងហើយយើងលើកឧទាហរណ៍បើកមុខកញ្ចក់មួយទៀតឧទាហរណ៍ដូចជាប្រតិបត្តិការផ្លេចបន្ទោដែលអ៊ុយក្រែនវាបកនៅតំបន់ខាគីវអញ្ចឹងបាទគឺមានការពិនិត្យមើលឬក៏ការផ្សព្វផ្សាយច្រើនឬក៏ឲ្យដឹងហ្នឹងគឺថាអ៊ុយក្រែនត្រៀមទ័ពកម្លាំងខ្លាំងទាំងអស់ហ្នឹងមកវាយខាងត្បូងដូច្នេះរុស្ស៊ីហ្នឹងក៏ដឹកនាំអាវុធធំហ្នឹងមកទប់នៅខាងត្បូងដែរប៉ុន្តែអ៊ុយក្រែនលាក់កម្លាំងមួយដែលឲ្យដឹងសោះវាយទៅតំបន់ខាគីវនៅទៅវិញដល់អញ្ចឹងទៅរុស្ស៊ីអត់មានអាវុធធនទប់បាទរត់ចោលសមរភូមិរប៉ាត់រប៉ាយទៅបាទនោះគឺជាល្បិចមួយដែលអ៊ុយក្រែនប្រើបាទដើម្បីយកឆ្លាតជាងទាហានរុស្ស៊ីទៅវិញនឹងអ្នកនិពន្ធក៏ចង់និយាយអញ្ចឹងគឺថាបានន័យថាម៉េច consistently staying steps ahead of the enemy គឺថាឆ្លាតជាងសត្រូវជានិច្ចតែម្ដងគាត់ថាការផ្ទុយគ្នារវាងអ៊ុយក្រែននិងរុស្ស៊ីនេះគឺវាខ្លាំងណាស់គួរឲ្យភ្ញាក់ផ្អើលណាស់បាទគឺយ៉ាងម៉េចទៀតផ្ទុយទៅវិញប្រធានាធិបតីរបស់រុស្ស៊ីលោក Vladimir Putin ហ្នឹងបាទការដឹកនាំរបស់គាត់ហ្នឹងគឺដូចជាគ្មានលក្ខណៈអីច្បាស់លាស់ទេបាទសពិចសពិលក៏មិនយកចិត្តទុកដាក់ទេដូច្នេះហើយស្មារតីប្រយុទ្ធរបស់ទាហានរុស្ស៊ីហ្នឹងក៏វាធ្លាក់ចុះដែរបាទការប្រយុទ្ធរបស់គេហ្នឹងគឺរតិបាទមិនរឹងមាំបានទេក្នុងខណៈពេលដែលទណ្ឌកម្មពីខាងប្រចាំប្រទេសហ្នឹងបានរត់ច្របាច់នៅកម្លាំងយោធារបស់រុស្ស៊ីគឺបានធ្វើឲ្យប្រតិបត្តិការរបស់រុស្ស៊ីហ្នឹងកាន់តែធ្លាក់ចុះទៅទៀតហើយរីឯការដែលរុស្ស៊ីកែនទ័ពនាពេលបច្ចុប្បន្ននេះគឺបានធ្វើឲ្យសកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសហ្នឹងកាន់តែមិនមានប្រជាប្រិយភាពបាទដែលមានរបាយការណ៍ថាអ្នកដែលគេមកចាប់ទាហានមករើទាហានហ្នឹងបានរត់គេចចេញពីប្រទេសជាច្រើននេះបាទយើងដឹងហើយគឺរាប់សែនអ្នកហើយមកដល់ពេលនេះហើយក៏មានរបាយការណ៍ថាមានអ្នកខ្លះបាញ់មន្ត្រីដែលមកកែទ័ពហ្នឹងមកចាប់ទ័ពហ្នឹងទៅទៀតបាទដូច្នេះបាទគាត់ថាការបូកបញ្ចូលគ្នានៅសមិទ្ធផលរបស់អ៊ុយក្រែននិងការដែលប្រយុទ្ធមិនបានល្អរបស់ទាហានរុស្ស៊ីវាស៊ីសមគ្នាបាននៅការខុសប្លែកគ្នារវាងធនធានដែលអ៊ុយក្រែនមាននិងរុស្ស៊ីមានបាទចង់និយាយថារុស្ស៊ីមានសម្ភារៈទំនើបច្រើនជាងអ៊ុយក្រែនមិនសូវមានក៏ប៉ុន្តែអ៊ុយក្រែនស្មារតីប្រយុទ្ធច្រើនជាងហើយបានជោគជ័យច្រើនហើយរុស្ស៊ីមិនបានជោគជ័យច្រើនអញ្ចឹងទៅវាបដំប្រសងគ្នាបាទដែលអនុញ្ញាតឲ្យអ៊ុយក្រែនហ្នឹងអាចការពារនិងរុញច្រានបាទសត្រូវដែលខ្លាំងជាងខ្លួនហ្នឹងឲ្យខ្ទាតចេញបានបាទនេះជាការដែលគាត់សន្និដ្ឋានថាស្មារតីប្រយុទ្ធរបស់អ៊ុយក្រែនហ្នឹងគឺវាខ្លាំងក្លាចំណុច4ហ្នឹងបើចំណុចមួយទៀតគាត់ថាសមត្ថភាពរបស់អ៊ុយក្រែននៅក្នុងការផ្លាស់ប្ដូរជំនួយពីខាងក្រៅហ្នឹងឲ្យទៅជាជោគជ័យនៅឯសមរភូមិហ្នឹងគឺបានប្រែក្លាយសង្គ្រាមហ្នឹងពីសោកនាដកម្មនៅក្នុងតំបន់ឲ្យទៅជារឿងនៅក្នុងប្រវត្តិសាស្ត្រមួយដែលមានអាចនឹងចាត់ទុកបានបាទតំបន់ Donbas ឥឡូវនេះគឺជាសមរភូមិគឺជាទីវាលដែលលទ្ធិប្រជាធិបតេយ្យនៅខាងប្រចាំប្រទេសនិងពួកផ្ដាច់ការនៅខាងកើតកំពុងតែប្រយុទ្ធគ្នាដើម្បីកំណត់អនាគតពិភពលោកឬក៏កំណត់គោលនយោបាយរបស់ពិភពលោកមួយហើយប្រទេសដទៃទៀតកំពុងតែរងចាំមើលថាតើភាគីណាមួយឈ្នះបាទខ្ញុំជូនប៉ុណ្ណឹងឥឡូវបន្តមកដល់ចំណុចនេះខ្ញុំមិននិយាយអស់ទេមកដល់កន្លែងនេះវិញតិចបាទតើរុស្ស៊ីមានជំរឿសយ៉ាងម៉េចបាទនេះគឺជំរឿសរបស់រុស្ស៊ីវិញម្ដងគាត់ថានៅមកដល់ចំណុចនេះទីក្រុងមូស្គូបានជាប់នៅក្នុងសង្គ្រាមបាទចក្រពត្តិរបស់ខ្លួនហើយបានទទួលលទ្ធផលកាន់តែអាក្រក់ជាងមុនដូច្នេះជំរឿសរបស់លោកពូទីនមាន3ដែរ Putin has 3 basic option មានជំរឿសជាមូលដ្ឋានចំនួន3ជំរឿសទី1លោកពូទីនអាចដកខ្លួនគាត់ចេញពីចំនួននឹងបានណាដោយបោះបង់ចោលនៅមហិច្ឆតាដ៏ធំរបស់គាត់លែងចង់បានឬក៏លែងចង់លេបតំបន់របស់អ៊ុយក្រែនឬក៏លេបប្រទេសអ៊ុយក្រែនទាំងមូលហើយបើកាលណាធ្វើអញ្ចឹងគាត់ប្រឈមមុខនឹង
ធ្វើឲ្យក្រុមដែលចូលចិត្តចម្បាំងនៅក្នុងរុស្ស៊ីហ្នឹងខឹងសម្បាណាប៉ុន្តែគាត់ត្រូវតែជប់ឬក៏ជំរឿនមួយទៀតគាត់អាចបង្កើនបាទកិច្ចខិតខំប្រឹងប្រែងនៅក្នុងការប្រមូលកម្លាំងយោធាហ្នឹងបាទដោយប្រើនៅធនធានទាំងអស់របស់ជាតិដើម្បីធ្វើសង្គ្រាមនេះហើយបើកាលណាធ្វើអញ្ចឹងគឺយ៉ាងម៉េចគឺនឹងធ្វើឲ្យខឹងសម្បាទៅដល់ប្រជាពលរដ្ឋភាគច្រើននៅក្នុងប្រទេសដែលមិនទាន់មាត់កអ្វីនៅឡើយបាទឬក៏ជំរឿនទី3គាត់អាចព្យាយាមបាទបំបែកឆន្ទៈរបស់ពួកអ៊ុយក្រែនហ្នឹងដោយប្រើអាវុធនុយក្លេអ៊ែរឬក៏អាវុធមហាប្រឡាយដែលសម្រាប់ជនស៊ីវិលជាច្រើនបាទឬក៏គាត់អាចប្រើប្រភេទអាវុធណាដែលបង្កការភ័យខ្លាចដ៏ធំទៅលើអ៊ុយក្រែនក៏បានហើយបើកាលណាគាត់ធ្វើអញ្ចឹងគឺនឹងធ្វើឲ្យខឹងសម្បាដល់មនុស្សគ្រប់គ្នាលើកលែងតែមូលដ្ឋានគ្រប់គ្រងរបស់គាត់ដែលឈួតលីលានោះទេបាទដូច្នេះជំរឿនទាំង3អ្នកសាជាគាត់ថាជំរឿនទាំង3នេះជំរឿនមួយណាក៏ដោយគឺអត់មានតម្លៃទេ lousy ហ្មងបាទគឺវាមិនល្អទេដូច្នេះសម្រាប់លោកពូទីនឥឡូវនេះកំពុងតែសម័យដើម្បីរងចាំពេលវេលាដោយសង្ឃឹមថាអាចនឹងមានដោយសង្ឃឹមថាការគ្រប់គ្រងរបស់ប្រចាំប្រទេសទៅលើរដ្ឋាភិបាលក្រុងគៀវនោះនឹងធ្លាក់ថយចុះនៅពេលណាមួយបាទអញ្ចឹងបានន័យថាអ្វីដែលលោកពូទីនខិតខំរាល់ថ្ងៃនេះគឺរងចាំអង្គាមសិនមើលរហូតដល់តើពួកប្រចាំប្រទេសហ្នឹងអស់លុយជួយអ៊ុយក្រែននឹងពេលណាចាំពេលហ្នឹងមកសង្គ្រោះភាសាទៀតឬក៏ដូច្នេះហើយបានគាត់ខិតខំប្រមូលកែនទ័ពហ្នឹងមួយផ្នែកសិនឬក៏ធ្វើប្រជាមតិយកដីគេហ្នឹងបាទឬក៏គម្រាមកំហែងដោយប្រើអាវុធនុយក្លេអ៊ែរបាទឥឡូវហ្នឹងចាំមើលសិនបាទមានកន្លែងនេះគាត់ថាលោកពូទីនចង់ចាំថានៅឆ្នាំ1762គឺពេលនោះមានការផ្លាស់ប្ដូររបបភ្លាមៗនៅទីក្រុងមូស្គូបានធ្វើឲ្យបាទចក្រភពរបស់អាល្លឺម៉ង់មានដឹកនាំរបស់ចក្រភពអាល្លឺម៉ង់គឺលោក Frederick the Great ហ្នឹងបានគេចផុតពីការបរាជ័យនៅក្នុងសង្គ្រាមរយៈពេល7ឆ្នាំដោយមហោស្ចារ្យហើយលោកពូទីនសង្ឃឹមថាប្រវត្តិសាស្ត្រនឹងកើតឡើងអញ្ចឹងម្ដងទៀតក្នុងរយៈពេល2សតវត្សកន្លះចុងក្រោយនេះគឺគាត់សង្ឃឹមថាអាចនឹងមានក្រុមអ្នកសាធារណរដ្ឋណាមួយនៅក្នុងរដ្ឋធានី Washington ហ្នឹងបាទឡើងកាត់អំណាចវិញម្ដងហើយលែងខ្វល់ខ្វាយពីរឿងពិភពលោកបាទគាត់ចង់និយាយថានៅអាមេរិកមានមេដឹកនាំថ្មីដែលមកពីខាងគណៈបក្សសាធារណរដ្ឋហើយដែលមិនគិតគូរពីរឿងពិភពលោកហើយគិតគឺមានន័យថា American First គិតតែពីរឿងអាមេរិកវិញពេលហ្នឹងលោកពូទីនគឺចាត់ទុកថាអ្នកនោះឯងគឺជាព្រះមកជួយគាត់ឲ្យឈ្នះក្នុងសង្គ្រាមនោះហើយបាទអញ្ចឹងនេះគឺជាតាក់ទិចរបស់លោកពូទីនដូច្នេះអ្នកនិពន្ធអ្នកសាជាគាត់ថាយុទ្ធសាស្ត្ររបស់ក្រុមប្រចាំប្រទេសឥឡូវនេះគួរតែគាត់ឲ្យជាយោបល់ណាមិនមែនត្រូវធ្វើអញ្ចឹងគាត់ថាសំទោសមិនមែនគេកំពុងធ្វើអញ្ចឹងគឺគាត់យោបល់មកគាត់ទេគាត់ថាយុទ្ធសាស្ត្ររបស់ប្រចាំប្រទេសនឹងគួរតែផ្ដោតទៅលើការលុបបំបាត់នៅក្តីសង្ឃឹមបែបនេះរបស់លោកពូទីនគឺរារាំងការគិតណាមួយមិនឲ្យកើនឡើងបានទេដើម្បីធ្វើឲ្យលោកពូទីនហ្នឹងបាទទទួលយកលក្ខខណ្ឌដោយដកតបថយបើទោះបីវាជាជំរឿនមិនល្អក៏ដោយគឺការធ្វើអញ្ចឹងបានមានន័យថាម៉េចគឺមានន័យថាត្រូវបន្តផ្ដល់នៅជំនួយយោធាសំខាន់និងជំនួយកញ្ចប់ជំនួយសេដ្ឋកិច្ចទៅដល់ប្រទេសអ៊ុយក្រែនដើម្បីអាចអ៊ុយក្រែនប្រយុទ្ធតទៅមុខទៀតបានហើយក្នុងពេលជាមួយនឹងដែរត្រូវជៀសវាងកុំឲ្យអង្គការអូតង់ហ្នឹងបាទចូលរួមពាក់ព័ន្ធប្រយុទ្ធដោយផ្ទាល់នៅក្នុងចំនួននេះបាទគឺគាត់និយាយថាអូតង់មិនត្រូវលូកដៃដោយផ្ទាល់ទេដើម្បីជាការផ្ដល់លេសទៅឲ្យលោកពូទីនពង្រីកកម្លាំងឬក៏បំផុសទឹកចិត្តស្នេហាជាតិនៅក្នុងប្រទេសទេអញ្ចឹងអូតង់កុំឬក៏ NATO កុំចូលរួមដោយផ្ទាល់ជៀសវាងចូលរួមដោយផ្ទាល់ហើយរងចាំបាទមើលការពិតស្ថានភាពនៅក្នុងទីក្រុងមូស្គូដែលអាចនឹងកើតមានឡើងឬក៏ធ្លាក់ចុះណាមួយដើម្បីជំរុញឲ្យទីក្រុងគៀវជំរុញឲ្យទីក្រុងកម្លាំងវាមានកម្លាំងដកខ្លួនថយបើនិយាយពាក្យសាមញ្ញមួយយ៉ាងទៀតណាគាត់ថាបើនិយាយពាក្យសាមញ្ញមួយទៀតគឺអ្វីដែលក្រុង Washington កំពុងធ្វើសប្តាហ៍ថ្ងៃនេះគឺត្រឹមត្រូវហើយបាទខ្ញុំចែករំលែកចំណេះប៉ុណ្ណឹងអត្ថបទនេះវែងតទៅទៀតបងប្អូនអាចមើលបានអត្ថបទនេះចំណងជើងថា In Washington everyone wins if Ukraine wins ណាគឺប្រសិនបើអ្នកអ៊ុយក្រែនឈ្នះគឺគ្រប់គ្នានឹងឈ្នះអត្ថបទហ្នឹងសរសេរដោយលោកGideon Rose បាទគាត់ជាអ្នកស្រាវជ្រាវដ៏មានកិត្តិយស
នៃក្រុមប្រឹក្សាតំណែងតំណងបរទេសបាទក្រុមប្រឹក្សាតំណែងតំណងបរទេសបាទនេះហើយខ្ញុំបញ្ចប់ដោយនិយាយម្ដងទៀតរំលឹកម្ដងទៀតណានេះគ្រាន់តែជាទស្សនៈរបស់អ្នកជំនាញម្នាក់ទេណាមិនមែនជាកម្ពីដែលបងប្អូនយល់ថាត្រូវ 100% ទេអញ្ចឹងការរៀនសូត្រការទទួលយកចំណេះដឹងយើងត្រូវពិចារណាចំណេះដឹងផងដែរណាបាទកុំងប់ផ្កាប់តែម្នាក់និយាយអញ្ចឹងថាអូត្រឹមត្រូវហើយយើងត្រូវរៀនសិក្សាហើយនឹងយល់ស្វែងយល់ពីអ្នកដទៃឲ្យបានច្រើនដើម្បីជាចំណេះដឹងផ្ទាល់ខ្លួនបាទសូមអរគុណសូមជម្រាបលា